ឃើញទេនេះនៅពេលបងប្អូន export មកគឺវាទៀមទាដែរហ្នឹងនេះវាឲ្យយើងទិញនេះមាន discount នេះអញ្ចឹងយើងអត់ធ្វើអញ្ចឹងទេយើង sale លុយណាបងប្អូនណាយើងខ្វះថវិកាឲ្យតើតើនឹងកម្មវិធីផ្សេងយើងមានល្បិចតើតើនឹងការយកវាមកហើយវិធីសាស្ត្រនេះងាយមែនតើបងប្អូនហើយបងប្អូនមើលមួយឲ្យយល់កុំតាន់មើលបដាធ្វើបដាអញ្ចឹងខ្ញុំផ្ដាំដោយបងប្អូនមើលមួយហើយមើលឲ្យយល់ចាំគ្រប់ជំរាបសួរបងប្អូនណាឥឡូវបាត់មកខ្ញុំមករយៈដោយសាររវល់តើតើនឹងការងារផ្សេងទៀតរស៊ីរបស់យើងថ្ងៃនេះខ្ញុំសូមមកចែកម្លែកតើតើនឹងការកាត់តវីដេអូមួយរបស់កម្មវិធី CapCut ប៉ុន្តែយើងអត់មាន Pro ទេលក្ខណៈយើងអត់ទិញទេយើង down មកយើងប្រើបានធម្មតាយើងមិនបាច់ប្រើលុយទេគឺយើងបក down តាម browser ធម្មតាមកបងប្អូនណាចូលតាម Chrome ក៏បានអូបអីក៏បានដែរហើយតើតើនឹងការកាត់នេះគឺអត់មានប្រើលុយប្រើកាក់ទេដោយសារយើងមានវិធីសាស្ត្រមួយដែលយើងអត់មានចាំបាច់ប្រើលុយប្រើកាក់ទៅលើកម្មវិធីនោះទេដើម្បីកាត់តទេសម្រាប់បងប្អូនដែលមានដំណើរការចង់ចេះកម្មវិធីផ្សេងៗដូចជាការរកលុយជាមួយ YouTube TikTok អីជាមួយនឹងការកាត់តវីដេអូផ្សេងៗកម្មវិធីផ្សេងៗដូចជាមើលបានហើយសម្រាប់ខ្ញុំមិនមានចែកច្រើនទេមកក៏ចែកម្លែកបងប្អូនទេហើយសម្រាប់បងប្អូនថ្មីចូលមកជួយមើលវីដេអូហើយជួយ subscribe channel អ្នកមួយមក like ហើយ comment មកសម្រាប់ចម្ងល់ផ្សេងៗទៀតបងប្អូនណាឥឡូវយើងឲ្យខាត់ពេលយូរយើងចូលមកកម្មវិធីរបស់យើងមកចូលក្នុង computer របស់យើងហើយយើងចូលក្នុងកម្មវិធី CapCut របស់យើងមកគឺចូលដំបូងគឺយើងចេះហើយអានេះខ្ញុំទិញពីមុនខ្ញុំទិញរបស់គេឥឡូវវា expire ហើយអញ្ចឹងវាត្រូវឲ្យយើងទិញ Pro ទៀតអញ្ចឹងយើងដើម្បីបានកម្មវិធីកាត់តនោះមួយយើង down វាហើយយើង create project នេះមកយើងចុចបូកជាមកហើយយើងទៅរកវីដេអូតើតើនឹងកម្មវិធីវាកាត់ដំបូងឡើយកាត់លើ computer វាដំបូងឡើយវាចេញចេះ default ចេះវាចេញចេះហើយយើងចុចយកវីដេអូមួយមកបងណាសម្រាប់កាត់តឥឡូវយើងសាកយកវីដេអូនេះមកមួយមកតើតើនឹងកម្មហងៃខ្ញុំលក់ឡានលក់អីដែរអញ្ចឹងណានេះវាចេញមកអញ្ចឹងបងប្អូនណាអញ្ចឹងសម្រាប់បងប្អូនវាកាត់ភាពងាយស្រួលយើងយកអេក្រង់របស់timeline របស់វានឹងយកទៅដាក់គៀនខាងនេះមកវាស្រួលមើលយើងចុចទៅលើខាងនេះមកយើងដាក់ vertical ជាមកវានៅខាងស្ដាំដៃចេះយើងស្រួលកាត់កន្លែងនេះវាទៅលាយស្រួលកាត់អញ្ចឹងខ្ញុំប្រាប់តាក់ទងទូទ្រោះតាក់ទងនឹងការកាត់បងប្អូនខ្លះគាត់ចេះប្រើហើយឥឡូវខ្ញុំទី1ខ្ញុំកែ color ទីសិនដល់វាស្លេកស្លាំងច្រើនណាដល់វីដេអូយើងសាច់ថតទូរស័ព្ទធម្មតារៀង color ស្ទើរអញ្ចឹងយើងតម្លាក់ពលឺតិចឬក៏តម្លើងកន្លែងណាឲ្យភ្លើងតិចអញ្ចឹងដើម្បីឲ្យយើងចូលទៅក្នុងកម្មវិធីនឹងកែបានយើងតាក់ទងពលឺយើងចូល adjustment នេះមកយើងចុចវាមកអញ្ចឹងតាក់ទងឡាត់អីខ្ញុំអត់មានទេខ្ញុំតាក់ទងខ្ញុំប្រើតែខ្លួនឯងខ្ញុំបកកែ color កែខ្លួនឯងអញ្ចឹងយើងបង្កើត custom adjustment នេះមួយយើងអូសចូលវាមកក្រោមមកយើងដាក់គៀកមកវីដេអូហ្នឹងដាក់គៀកគល់ខាងនោះឲ្យដល់ចុងខាងនេះមកតោះមកយើងចូលទៅកែវីដេអូហ្នឹងយើងកែវីដេអូវាមានអាក្របពេជ្រចេះស្ដបងចេះស្ដាវាតាក់ទងនឹងស៊ីលុយវាត្រូវការយើងចាយលុយប៉ុន្តែអានេះខ្ញុំអត់ទេខ្ញុំកែវីដេអូនឹងតិចកែខ្លួនឯងទៅហើយយើងអត់ប្រើដូចខ្ញុំប្រាប់ពីទូកដំបូងអញ្ចឹងយើងអត់ចាយលុយទៅលើកម្មវិធីហ្នឹងទេយើងកែកុនតិចតាក់ទងនឹងយើងអត់ចង់ចាយលុយហើយឥឡូវខ្ញុំមើលទូទ្រោះណាបងប្អូនណាយើងតម្លាក់ពលឺទៅ highlight តិចមកហើយ shadow ខ្ញុំមើលខ្លួនឯងមើលយល់បងមើលធ្វើឲ្យយល់ខ្លួនឯងខ្ញុំតម្លាក់ពលឺតិចមកហើយ clarity ខ្ញុំយកបន្តិចមកនេះវារៀងច្បាស់បន្តិចអញ្ចឹងឡានយើងមើលទៅឃើញស្អាតបងប្អូនណាយើងកែលុយឲ្យស្អាតទៅមកហើយតាក់ទងនឹងបើសិនជាចង់ឲ្យខ្មៅវាច្រើនឡានត្រូវការ color តិចក៏ល្អដែរតម្លាក់ខ្មៅយ៉ាងមកយើងមើលឃើញឡានស្អាតបងប្អូនណាយើងមើលទៅឃើញឆ្លាស់ជាងមុនចេះមើលទៅឃើញឆ្លាស់ឃើញស្អាត color យើងអត់ focus ទៅលើរូបមនុស្សទេដោយសារអីយើងលក់ឡានហើយយើង focus ទៅលើឡានកាយ color ភ្លឺស្អាតទេមកហើយតាក់ទងឡាននេះគឺជាប្រភេទឡានกระดาษពន្ធបងប្អូនមានតម្រូវការអាចមើលបានហើយតាក់ទងការកាត់នេះខ្ញុំតម្លាក់លេខទូរស័ព្ទទៅលើនឹងផ្ទាល់ដែរអូខេអញ្ចឹងយើងធម្មតាយើងផ្សាយពាណិជ្ជកម្មយើងត្រូវមានអីសម្គាល់ឲ្យភ្ញៀវគាត់តាក់ទងទៅហើយអញ្ចឹងយើងត្រូវ add លេខទូរស័ព្ទនៅលើអេក្រង់ទៅលើវីដេអូនោះមកបន្ទាប់មកយើងចង់បានយើងត្រូវចុចទៅលើ text នេះសរធីនេះអញ្ចឹងវាមាន text effect មាន template មានអីទៅឥឡូវយើងលើកទៅលើ template មកតាក់ទងគេមាន template ចែកមកនេះអានេះសិតតែរបស់បងលុយណាបងប្អូនណាអ្នកគាត់ពេកចេះអានេះសារខ្ញុំ download មិញ
chẳng nhưng cho nên mà muốn gọi du anh ấy có thể ca bong lùi này chỉ mưa pe export đó bạn đang thay bị bong lùi chẳng người pe nhưng sẽ lạnh mùi ná đi à son chết chẳng nhưng cho anh đi giờ này mới nhưng từ lệ bằng crown mà over mà crown mà đâm bay ai nhưng sẽ lấy tụ sạm mùi này pe play tới vì là so đằng sọc ná đấy sọc kế đằng sọc trao này bạn này template này bị sát nhẹ nơi lừa này cái nhé chẳng đâm bay cài bán nhưng cho chờ lừa đằng máu template là so được đằng máu dương đã lấy tụ sạm dương lục lấy mới đã lấy tụ sạm compile 5 zone 5 9 zone 5ចឹងបងប្អូនមើលវាអសវាពេញពេកចឹងហ្នឹងយើង scale អាទូចមកឬក៏យើងអាចអូសនៅលើនេះក៏បានដែរអាទូចចឹងមកយើងដាក់កន្លែងណាមួយដែលមើលទៅវាសមរម្យសម្រាប់អសនឹងរត់ស្អាតចឹងណាអូខេនេះវារត់ចេះឃើញទេបើសិនបងប្អូនចង់ឲ្យវាលេខបានតែច្រើនបងប្អូនក៏ copy មកចុចalt ឲ្យជាប់អូសវាមកចុច alt អូសវាមកអូសរហូតមកអូខេឃើញទេអញ្ចឹងវាផត់អានេះមួយបើចូលអាមួយទៀតវាលេងនេះគ្នាមើលវាលេងវារត់មកសារថ្មីឡើយនេះហើយរត់រហូតអញ្ចឹងវាអាចតាក់ទាញដែរអ្នកមើលគាត់មើលឡានផងមើលការរំលែកទូរស័ព្ទរបស់យើងហើយទី2ទៀតសិលរបស់ Pro ទាំងអស់គឺយើងកាត់ស៊ីនមួយក្នុងនឹងអូខេយើងចុចលើវីដេអូនេះមកយើងខ្ទាស់នេះជា2កាត់អានេះជា2ដើម្បីតម្លាក់ដាក់ស៊ីនថ្មីមកគឺយើងប្រើជា transaction ដើម្បីដូចកាត់មកភាគអញ្ចឹងយើងប្រើ transaction នេះនេះមាន class នេះអានេះ free អានេះបងលុយអញ្ចឹងណាអូខេតែអានេះខ្ញុំធ្លាប់ download ហើយវាបានមកស្រួលហើយអញ្ចឹងខ្ញុំ download ខ្ញុំយូរអានេះត្រូវការបងលុយទៅបងពេជ្រអញ្ចឹងដើម្បីឲ្យវាកាត់ពីស៊ីនមួយទៅស៊ីនមួយមានញាក់មានអីអញ្ចឹងយើងអូសចង់បានហ្នឹងយើងអូសមកតម្លាក់ចំម្ល៉េះយើងកាត់ខ្ញុំព្រីបន្តិចឃើញទេមើលឥឡូវយើងមើលទៅលើវីដេអូនេះមើលទៅនេះគឺវាចូលស៊ីនថ្មីគឺវាញាក់ឈិចមកឃើញទេអញ្ចឹងហើយតើតើនឹងយើងមានច្រើនតើតើនឹងtransaction វាមានច្រើនប៉ាន់ខ្ញុំបញ្យល់ត្រួសទៅសម្រាប់បងប្អូនដែលយើងចង់ចាស់កាត់អានេះខ្ញុំ focus ទៅលើខ្ញុំសំដៅទៅលើតើតើនឹងការប្រើប្រាស់មិនបាច់ចំណាយលុយទៅលើកម្មវិធី CapCut ទេអញ្ចឹងណាអូខេហើយយើងអានេះសិតតែតើតើនឹងការឲ្យចាយលុយទាំងអស់ប៉ុន្តែខ្ញុំយកទីមកធ្វើឧទាហរណ៍ទេអញ្ចឹងដើម្បីបានវីដេអូហ្នឹងអត់គិតលុយបងប្អូនត្រូវតែធ្វើវាគឺយើង select អស់មក select ក្នុងនឹងអស់ហើយយើងមកស្ដាំហើយយើងចុចទៅលើពាក្យ create compound clip subject នេះអញ្ចឹងយើង select បាច់មកឲ្យរត់ឲ្យពេញវា 100% មកអូខេឃើញទេបងប្អូនពេញហើយដើម្បីវិធីសាស្ត្របន្តទៀតគឺបងប្អូនចុចទៅលើវីដេអូហ្នឹងហើយ select ទៅលើខាងលើនេះ select ពីវីដេអូបងប្អូនមកអូសកន្លែងនេះអូសខាងក្រោមនេះមានតែពាក្យ motion blur នេះមកគេចាយលុយទៀត motion blur ចុះបងប្អូនចុចគ្រីសឡើងនេះមកហើយបងប្អូនទាញអា blur នេះ 100% ឲ្យវាអស់មកសល់ 0% មកបន្ទាប់មកឲ្យអាភាគរយដែលកន្លែងវា processing នេះឲ្យវាទៅគ្រប់ 100% សិនឲ្យយើងចាំទៅដំណាក់កាលទី2ទៀតគេបងប្អូនចិត្តពេញហើយឥឡូវបងប្អូនមើលនេះវាពង apply one feature ចឹងវា apply ឥឡូវ97 98 99 100អញ្ចឹងវាមានន័យវាពេញ motion blur apply បន្ទាប់បងប្អូនសាក់ទៅ export មើលឃើញទេនេះនៅពេលបងប្អូន export មកគឺវាទៀមទាដែរហ្នឹងនេះវាឲ្យយើងទិញនេះមាន discount អញ្ចឹងយើងអត់ធ្វើអញ្ចឹងទេគឺយើងពេញអស់ហើយគឺយើងចូលលើ menu លើ menu បងប្អូនណាប៉ុន្តែមុននឹងចូល menu លើ menu បងប្អូនត្រូវចំណាំថាវីដេអូរបស់បងអូខេទៅលើវីដេអូរបស់បងប្អូននេះមានអានេះមានអានេះបងប្អូនណាវីដេអូគឺជាចំណងជើងឬក៏លេខសម្គាល់របស់វាទៅលើវីដេអូហ្នឹងដើម្បីទៅយកវីដេអូហ្នឹងគឺ0616អញ្ចឹងបងប្អូនចូលទៅក្នុងmenu បងប្អូន back ចេះ back to page home page នេះបន្ទាប់មកបងប្អូនចូលទៅក្នុងនេះចូលទៅក្នុង setting របស់វាមកបងប្អូនចូលនៅ setting ហើយចូលនេះlạiពាក្យ setting មកបងប្អូនចុចទៅលើនេះ save to អញ្ចឹងមានតែវីដេអូហ្នឹង save ទៅចូលក្នុងនេះអញ្ចឹងយើង select លើនេះមួយមកអូខេចុចនឹងនេះមួយមកហើយបន្ទាប់មកយើងចុចទៅលើនេះមួយទៀតអូខេចុចទៅវាទៅវាចេញអញ្ចឹងហ្នឹងបងប្អូនណាចុចចេញអញ្ចឹងហើយអញ្ចឹងយើងអូសឲ្យពេញមកយើងមកស្ដាំឬ control C មកស្ដាំមកហើយ copy វា
ok copy ហើយយើង cancel ហើយយើង cancel ទៀតបន្ទាប់បងប្អូនចុចទៅលើ window ទៅលើ keyboard របស់បងប្អូនណាចុចសញ្ញា window នោះចុច window អក្សរ R អូខេវាឡើងមិនចឹងឡើងមានអីសោះឬក៏បងធ្លាប់ប្រើអីហ្នឹងវាឡើងមិនចឹងបន្ទាប់មកយើងផាសទៅលើវាយើង mouse ស្ដាំឬក៏ control V មកយើងផាសចេញមកអូខេបន្ទាប់មកយើងចុចលើ OK ទៅអញ្ចឹងយើងចំណាំមិញដែលខ្ញុំប្រាប់បងប្អូនណាថាមិញលើអក្សរលើវីដេអូហ្នឹងគឺ0616អញ្ចឹងយើងត្រូវចំណាំកន្លែងហ្នឹងបងប្អូនចំណាំកន្លែងហ្នឹងគឺចំណងជើងវីដេអូនេះ0616អញ្ចឹងយើងមើលលើនេះ0616យើងចុច select លើវាមកបន្ទាប់មកយើងរកពាក្យថា resource នេះ resource នេះយើង select ទៅលើវាបន្ទាប់មកយើងមើលទៅលើពាក្យ video ALG យើង select ទៅលើ video ALG ហ្នឹងមកអូខេនេះឃើញវីដេអូនេះបងប្អូនណាយើងចង់ដឹងយើង select មើលឃើញទេហើយតអសររត់មិញអសររត់មិញហើយមាន transition រត់ផឹបមកមិញណាហើយ color ស្អាតអញ្ចឹងវីដេអូហ្នឹងវារៀបរាប់ complete 100%ឯងអញ្ចឹងបើសិនបងប្អូនថាកុំឲ្យបាក់រោបងប្អូនចុច select លើវាហើយបងប្អូនចុច mouse ស្ដាំមកបងប្អូនពាក្យកាត់មកក៏បានដែរណាកាត់ផឹបបន្ទាប់មកបងប្អូនចុចទៅរកកន្លែងដាក់ណាមួយងាយស្រួលពីច្រើនខ្ញុំ select ទៅលើ desktop នេះមកហើយខ្ញុំ mouse ស្ដាំមកខ្ញុំ click mouse ស្ដាំខ្ញុំផាសវីដេអូហ្នឹងចូលទៅក្នុង desktop វិញអូខេនេះធ្លាក់លឿនហ្នឹងអូខេយើងទៅមើលផ្ទាល់វីដេអូដែលយើងធ្វើហើយនៅលើ desktop នេះបងប្អូននេះវីដេអូធ្វើមិញឃើញទេឃើញទេនេះមិញជើងឲ្យបាក់រោគឺវាទៅនៅនឹងយើងកាត់វាមកសុខកុំឲ្យពិបាកអញ្ចឹងគេធ្វើអីក៏មានអ្នកនៅតែមានអ្នកលួចបានឬក៏ crack បានឬក៏ធ្វើវិធីសាស្ត្រផ្សេងបានដែរយើង sale លុយណាបងប្អូនណាយើងខ្វះថវិកាឲ្យតទៅនឹងកម្មវិធីផ្សេងយើងមានល្បិចតទៅនឹងការយកវាមកហើយវិធីសាស្ត្រនេះងាយមែនតើបងប្អូនហើយបងប្អូនមើលមួយឲ្យយល់កុំតាន់មើលបដាធ្វើបដាអញ្ចឹងខ្ញុំផ្ដាំដោយបងប្អូនមើលមួយហើយមើលឲ្យយល់ចាំទៅធ្វើហាត់ប្របាក់នេះបងប្អូនមើលមួយទៅមើលពី3ដងទៅដើម្បីឲ្យយល់ហើយវីដេអូក៏ដល់ប៉ុណ្្នឹងដែរអរគុណច្រើនសម្រាប់ការទស្សនាវីដេអូចូល channel របស់ខ្ញុំហើយបងប្អូនកុំភ្លេចជួយ subscribe channel អ្នកមួយមកណាបងប្អូនណាហើយខ្ញុំនឹងចែករំលែកវិធីសាស្ត្រផ្សេងៗទៀតបើសិនខ្ញុំចេះខ្ញុំចែកជូនបងប្អូន free ហើយខ្ញុំចេះបានប៉ុណ្ណាចែកជូនបងប្អូនប៉ុណ្ណឹងហើយអរគុណច្រើនចាំជួបនៅវីដេអូក្រោយអរគុណច្រើន